nhẹ mới cái nông khiếm bỏ ở mình tịt mau nước hái khiêm đọ nháy vì robot đáy hãy đu ngã từ còi bà trường trống bán chị đây bật lạ cái nông khiếm nị នាងប្រពន្ធយកដៃបិទភ្នែកប្តីទាំងពីររួចផ្ដោតសញ្ញាឲ្យសហាយដែលលបចាំនៅខាងក្រៅឲ្យចូលមកដោយគ្មានក្តីអៀនខ្មាស់រឿងមាយាដកខ្ញីមានប្តីប្រពន្ធមួយគូបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្តតែនាងប្រពន្ធពុំមានចិត្តស្មោះចំពោះប្តីឡើយថ្ងៃមួយនាងប្រពន្ធមានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ដោយឃ្លាតគ្នាយូរហើយតែមិនដឹងជាធ្វើម្ដេចនឹងទៅជួបបានព្រោះភូមិនោះនៅឆ្ងាយពីគ្នាបដាទៅខ្លាចខ្មោចលងនាងប្រពន្ធក៏និយាយនឹងប្តីរបស់ខ្លួនដើម្បីរកលេសដើរទៅកាន់ភូមិរបស់សហាយនាងបាននិយាយទៅកាន់ប្តីថាណែល្ងាចនេះយើងគិតទៅរកទិញមន់មួយមកធ្វើស៊ីបាយម្ដងញាក់ចង់ស៊ីទេចង់ស៊ីដែរ ខ្ញុំចង់ស៊ីខួខ្ញី អញក៏ចង់ស៊ីខួខ្ញីដែរ ប្តីប្រពន្ធទាំងពីរនាក់ក៏បបួលគ្នាដើរទៅរកទិញមន់នៅភូមិដែលនៅជិតផ្ទះសហាយនោះប្តីនិងប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះតែរកមន់ពុំបានឡើយនាងប្រពន្ធដើរបែកពីប្តីរួចលួចទៅជួបសហាយដោយមិនឲ្យប្តីដឹងឡើយរួចនិយាយកិច្ចកលផ្សេងៗហើយទៅត្រឡប់មកជួបប្តីវិញបងចាំស្ដាប់សញ្ញាខ្ញុំបន្តិចទៀតខ្ញុំនឹងរកលេសមកជួបបងម្ដងទៀតបងយល់ហើយមាសបងនឹងចាំអូននៅទីនេះប្តីទៅតាមប្រពន្ធរួចទិញបានមេមន់បានមួយក្បាលយួរត្រឡប់មកផ្ទះវិញដល់ពាក់កណ្ដាលផ្លូវគ្រានោះផងដែរមេឃល្ងាចជិតងងឹតទៅហើយណែផ្ទះឲ្យនោះគេមានមន់លក់គេប្រាប់ខ្ញុំមកបាញ់មិញបានមន់នេះទៅធ្វើខួខ្ញីស៊ីល្ងាចនេះច្បាស់ជាឆ្ងាញ់មិនខានអូញ៉ាអើយភ្លេចដូចគេលុតទៅហើយភ្លេចអីទៅអូនភ្លេចខ្ញីទៅហើយណែបើដូច្នោះអ្នកឯងនៅចាំទីនេះសិនចុះខ្ញុំរត់ទៅវាឆាប់ប្តីក៏ឈប់ឈរចាំប្រពន្ធនៅកណ្ដាលផ្លូវដោយមិនដឹងពីកិច្ចកលអ្វីឡើយក្នុងចិត្តគិតថាប្រពន្ធអញនេះពិតជាឧស្សាហ៍មែនខ្លាយស្លមិនឆ្ងាញ់សុខចិត្តរត់ទៅតែងងឹតឯនាងប្រពន្ធកាលឃ្លាតពីប្តីហើយក៏កិច្ចទៅជួបនឹងសហាយខ្លួនដោយក្តីនឹករួចនិយាយថាអូនមកមែនបងខ្ញុំប្រញាប់ណាស់ប្តីខ្ញុំចាំនៅផ្លូវបំពេញកិច្ចការនៅទីនេះហើយលឿនមកហេតុតែនឹកសហាយខ្លាំងពេកនាងក៏បបួលសហាយដេកទៅលើដីជាមួយបុរសនោះតែម្ដងដោយសេចក្តីស្រេកឃ្លានក្រោយពីបានរួមមេត្រីរួចហើយខ្លួននាងប្រឡាក់គេសុទ្ធតែដីរួចបាននិយាយផ្ដាំទៅសហាយថាល្ងាចនេះបងក្លែងទៅផ្ទះខ្ញុំបើមានពេលស្រួលចូលទៅដេកម្ដងទៀតបងយល់ហើយបងនឹងទៅតាមការសន្យានាងប្រពន្ធប្រញាប់ដើរមកដល់ប្តីវិញទាំងដីនៅជាប់ក្នុងមិនទាន់បោះរួចក៏សើចក្អាកក្អាយដើម្បីបន្លប់កិច្ចកលហើយបាននិយាយប្រាប់ប្តីថាអូយអ្នកឯងបើញាក់ឃើញខ្ញុំអំបាញ់មិញប្រហែលជាសាយដាច់ខ្យល់ស្លាប់ហើយសាយអីទៅអូនញាក់មើលក្នុងខ្ញុំបោះអើបន្តិចមកនឹងហើយខ្ញុំដកខ្ញីវារបូតដៃហើយដួលផ្ងាទៅក្រោយបាសជើងជ្រោមបានជាដីប្រឡាក់ក្នុងខ្ញុំនេះប្តីមិនដឹងអីក៏យកដៃបោឲ្យស្រីមាយាដកខ្ញីនោះបោខ្នងឲ្យប្រពន្ធដោយក្តីអាណិតរួចហើយពួកគេទាំងពីរនាក់ក៏នាំគ្នាដើរទៅផ្ទះធ្វើបាយនឹងមាន់ខួខ្ញីស៊ីយ៉ាងមានក្តីសុខដោយពុំដឹងពីការដែលប្រពន្ធបានផិតក្បត់ឡើយបន្ទាប់ពីស៊ីបាយរួចនាងប្រពន្ធក៏បបួលប្តីឲ្យផ្លុំពៃឲ្យខ្លួនស្ដាប់ដើម្បីរៀបចំកិច្ចកលបន្តប្តីក៏គ្មានការសង្ស័យអ្វីទៅលើប្រពន្ធទាំងអស់ញាក់ផ្លុំពៃភ្នែកមើលរុនដែរឬទេមិនបាត់មើលរុនទេព្រោះដៃចាំស្ទាត់ហើយចំណាំរុនទាំងអស់នាងប្រពន្ធយកដៃបិទភ្នែកប្តីទាំងពីររួចផ្ដោតសញ្ញាឲ្យសហាយដែលលបចាំនៅខាងក្រៅឲ្យចូលមកដោយគ្មានក្តីអៀនខ្មាស់បុរសសហាយឃើញស្រីសហាយខ្លួនបិទភ្នែកប្តីបានហើយឲ្យសញ្ញាដូច្នោះក៏ចូលទៅរួមមេត្រីនឹងនាងនោះម្ដងទៀតទៅលុះសហាយនោះថយចេញទើបប្រពន្ធលែងផ្ដិតភ្នែកប្តីនាងក៏មិនអាចដឹងដល់កិច្ចកលនោះឡើយប្រហែលនេះហើយបានជាមានពាក្យបុរាណថាមាយាដកខ្ញីតម្លៃអប់រំស្នូលនៃរឿងនេះគឺចង់ប្រាប់ថាកុំទុកចិត្តងាយកុំស្ដាយកុំហកវាបង្រៀនឲ្យមនុស្សចេះមើលមនុស្សឲ្យធ្លុះកុំមើលតែសម្បកក្រាល់ឬស្ដាប់តែសម្ដីផ្អែមល្ហែមហើយត្រូវមានស្មារតីភ្នាក់រលឹកជានិច្ចដើម្បីកុំឲ្យគេបិទភ្នែកបោកប្រាស់បានតាមអំពើចិត្តដោយបុរសជាប្តីក្នុងរឿងនេះឡើយ